ជាទូទៅនៅទូលើពិភពលោកខេត្តដែលមានកំពង់ផែសេដ្ឋកិច្ចធំបាទដូចនៅអាមេរិកខេត្តរដ្ឋកាលីហ្វ័រញ៉ាមួយក៏សេដ្ឋកិច្ចចង់ទី7ទី8លើពិភពលោកនៅចិនដូចទីក្រុងសាំងហៃស្អីដែលមានផែអញ្ចឹងខេត្តព្រះសីហនុយើងដែលថាជាខេត្តក្នុងចំណោមខេត្តជាប់សមុទ្រនេះហើយនៅក្នុងទូទាំងប្រទេសតែម្ដងគឺជាខេត្តនាំមុខនៅក្នុងកំពង់ផែទឹកជ្រៅបាទប៉ុន្តែយើងមានផែនៅខេត្តកពតយើងមានផែនៅខេត្តកោះកុងផែផ្សេងហើយខ្ញុំធ្លាប់បានប្រាប់ហើយថាអត់ប្រកួតបានជាមួយខេត្តកំពង់ផែខេត្តព្រះសីហនុទេហើយប្រទេសរបស់យើងក៏ត្រូវកំណត់គោលដៅផែអតិភិបធំផែផ្សេងទៀតក៏យើងត្រូវតែអភិវឌ្ឍដែរនៅកោះកុងនៅកពតប៉ុន្តែសម្រាប់សក្តានុពលនឹងការវិនិយោគយើងដូចគ្រោងពីនេះទៅដល់ឆ្នាំប្រមាណណា2000ជំហាន3នេះ2029យើងគ្រោងវិនិយោគជិត 1000 លានបន្ថែមទៀតឥឡូវយើងជំហានមួយនៃការពង្រីកនិងពង្រឹងខេត្តព្រះសីហនុខ្ញុំសម្ពោធពីដើមឆ្នាំទៅចូលចាយ200 លានជាងថវិកាដែលយើងយកឥណទានពីជប៉ុនសហការជាមួយជប៉ុនអញ្ចឹងនៅសល់2ដំណាក់កាលទៀតជាង600 លានទៀតអញ្ចឹងវិនិយោគធំណាស់ទៅលើខេត្តព្រះសីហនុទៅលើផែព្រះសីហនុមិនត្រឹមតែធ្វើជាផែអន្តរជាតិទេតែរៀបចំជាតំបន់ភស្តុភារកម្មនៃប្រព័ន្ធ logistic តំបន់តែម្ដងដើម្បីបម្រើព្រោះថ្ងៃមុនជួបvớiអាយដាមលូកំឈុនផែដូចមាននៅក្នុងតំបន់នេះមានយុទ្ធសាស្ត្រ3ទី1លំចម្បាំងរបស់ថៃខេត្តព្រះសីហនុរបស់យើងហើយកៃម៉ាប់របស់វៀតណាមអញ្ចឹងគេរៀបចំពីប្រព័ន្ធទេចឹងបានន័យថាសក្តានុពលខេត្តព្រះសីហនុនៅកាន់តែមានធំតទៅទៀតប៉ុន្តែសក្តានុពលនេះទាមទារតែមានទុនធានមនុស្សបាទនៅនឹងកន្លែងជាពិសេស